កាន់តែសាហាវទៅហើយករណីប្តីសម្លាប់ប្រពន្ធយកសពទៅបោះចោលនៅដីឡូម្ដុំរស័យកែវសមត្ថកិច្ចស៊ើបអង្កេតប្តីចងកតាមក្រោយកើតហេតុរឿងរ៉ាវបែបនេះនៅថ្ងៃទី11ខែមីនាឆ្នាំ2025នេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអ្នកអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ជួននៅអំពើករណីឃាតកម្មដែលប្តីបានសម្លាប់ប្រពន្ធយកសាកសពទៅបោះចោលនៅខណ្ឌរស័យកែវហើយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវរកឃើញប្តីធ្វើការចងកសម្លាប់ខ្លួនតាមក្រោយស្ថិតនៅខេត្តបន្ទាយមានជ័យទាក់ទងទៅនឹងរឿងរ៉ាវនេះផងដែរនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថានៅថ្ងៃទី10ខែមីនាឆ្នាំ2025នៅវេលាម៉ោងប្រហែលជា 7:05 នាទីមានករណីនឹងប្រទះឃើញសាកសពស្ត្រីម្នាក់នៅចំណុចដីឡូទុកចោលរបស់លោកអុកញ៉ាឌីពៅភូមិស្វាយប៉ាសង្កាត់ស្វាយប៉ាខណ្ឌរស័យកែវរាជធានីភ្នំពេញជនរងគ្រោះមានឈ្មោះថាអ៊ុនស្រីលក្ខភេទស្រីអាយុ25ឆ្នាំជាជនជាតិខ្មែរបង្កឡើងដោយជនសង្ស័យជាប្រិយមានឈ្មោះថាប៊ុនសេងហាប់ភេទប្រុសអាយុ30ឆ្នាំនិងជាជនជាតិខ្មែរដូចគ្នាក្រោយពីមានការកាត់ហេតុខាងលើកម្លាំងជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមនីរតន៍បានដឹកនាំបាននឹងសហការជាមួយនឹងកម្លាំងរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យធ្វើការស្រាវជ្រាវទៅលើករណីខាងលើដោយឲ្យដឹងថាជនសង្ស័យកំពុងតែរត់គេចខ្លួនទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យបន្ទាប់មកជនសង្ស័យក៏បានធ្វើអត្តឃាតដោយធ្វើការចងកសម្រាប់ខ្លួនឯងនៅវេលាម៉ោងប្រហែលជា 20:00 នាទីត្រង់ចំណុចភូមិអូស្វាយឃុំតាគង់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ